សៀមអាចលុប MOU ឆ្នាំ2001ប៉ុន្តែសៀមមិនអាចគេចវេះពីច្បាប់អន្តរជាតិឬសម្ពាធអន្តរជាតិបាននោះទេក្រោយពីសៀមសម្រេចដកខ្លួនចេញដោយឯកតោភាគីពី MOU ឆ្នាំ2001កម្ពុជាយើងសម្រេចប្រើយន្តការផ្សះផ្សាដោយបង្ខំក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS អញ្ចឹងតើអ្វីជាយន្តការផ្សះផ្សាដោយបង្ខំនេះគឺជាវិធីសាស្ត្រដែលច្បាប់អន្តរជាតិប្រើដើម្បីបង្ខំឲ្យសៀមចូលរួមដោះស្រាយវិវាទជាមួយនឹងកម្ពុជាយើងទៅតាមច្បាប់អន្តរជាតិបានន័យថាឥឡូវហ្នឹងវាព្យាយាមគេចវេះហើយយើងព្យាយាមដោះស្រាយជាមួយវាអត់ដោះស្រាយជាមួយយើងអញ្ចឹងយើងប្រើយន្តការផ្សះផ្សាប្រើដោយច្បាប់អន្តរជាតិហ្នឹងដើម្បីទាញវាចូលមកដោះស្រាយជាមួយនឹងកម្ពុជាយើងតែម្ដងបើវានៅតែមិនចូលដោះស្រាយជាមួយនឹងកម្ពុជាយើងដាក់ភស្តុតាងផ្សេងទៅតុលាការអន្តរជាតិហើយគេសិក្សាគេកាត់ក្តីអីអស់ហើយចេញលទ្ធផលគេនឹងបង្ខំឲ្យវាទទួលយកលទ្ធផលនោះតែម្ដងហើយក្នុងករណីដែលតុលាការអន្តរជាតិចេញសេចក្តីសម្រេចជាលទ្ធផលអីហើយសៀមវានៅតែមិនទទួលយកទៀតកម្ពុជាយើងដើរទៅមួយជំហានបន្ទាប់គឺប្រើលទ្ធផលរបស់តុលាការអន្តរជាតិនោះបង្កើតសម្ពាធអន្តរជាតិទៅលើសៀមនឹងតែម្ដងដែលសម្ពាធទាំងនោះរួមមានសម្ពាធនយោបាយការទូតសេដ្ឋកិច្ចសម្ពាធផ្នែកច្បាប់អីចឹងទៅធ្វើឲ្យបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់វាសម្ព័ន្ធមិត្តរបស់កម្ពុជានិងបណ្ដាប្រទេសផ្សេងៗដែលរុស្ស៊ីជាមួយវានឹងគេអស់ទំនុកចិត្តទៅលើវាតែម្ដងដាក់សម្ពាធទៅលើវាបាត់បង់ទំនុកចិត្តគេអត់ទៅរុស្ស៊ីជាមួយវាទៀតចឹងពេលហ្នឹងវាបាត់បង់ចំណូលសេដ្ឋកិច្ចវាយ៉ាប់យ៉ឺនប្រជាពលរដ្ឋវាតែអត់រុស្ស៊ីមួយអន្តរជាតិគេអត់រុស្ស៊ីមួយវាមានលុយមកពីណាទៀតចឹងហើយយូរនឹងឆាប់វានឹងទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនឹងតែម្ដងតែពុកម៉ែបងប្អូនត្រូវដឹងថាសៀមមិនមែនជាមហាអំណាចដែលអាចរស់នៅដោយឯកោបាននោះទេវាត្រូវការរុស្ស៊ីដើម្បីជួយសេដ្ឋកិច្ចជាតិវាបើវាមិនរុស្ស៊ីជាមួយគេវាអត់មានលុយណាទៅជួយសេដ្ឋកិច្ចជាតិវាបាននោះទេអញ្ចឹងហើយបើវានៅតែរឹងក្បាលវាចង់បានដីខ្មែរអញ្ចឹងមានតែសេដ្ឋកិច្ចវាងាប់បើសម្ពាធអន្តរជាតិគេនៅបន្តដាក់លើវាអញ្ចឹងវាអត់មានវិធីអីទៀតទេអញ្ចឹងហើយប្រទេសដែលគេរុស្ស៊ីគេត្រូវការពឹងផ្អែកទៅលើច្បាប់ដើម្បីកសាងទំនុកចិត្តរបស់គេអញ្ចឹងគេអត់អាចទៅរុស្ស៊ីជាមួយនឹងប្រទេសមួយដែលមិនគោរពច្បាប់អន្តរជាតិនោះទេអញ្ចឹងឯងក្រោយបើរុស្ស៊ីមួយវាកលិចកលុចអីទៅគេក៏មានបញ្ហាជាមួយវាដែរដូច្នេះហើយអ្វីដែលរដ្ឋាភិបាលកម្ពុជាយើងកំពុងតែធ្វើរាល់ថ្ងៃនេះគឺជាយុទ្ធសាស្ត្រច្បាស់លាស់ប្រើច្បាប់អន្តរជាតិជាឧបករណ៍ដើម្បីការពារដែនអធិបតេយ្យភាពក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីយើងប្រើច្បាប់ដើម្បីចាប់ចោលការទូតកសាងទំនុកចិត្តបង្កើតមិត្តដើម្បីជំរុញសេដ្ឋកិច្ច